บอกจบมันจะอัดแรงกี่จ้ะบอตุติงเกมันตั้งงี้ลูกครูฐานหน่อยกรมเราก็ไอ้ตามภูมิกรมก็ตามกรุ๊ปตะเขียนบอกจบมันสลับตามงานตับดำชำเตาชำแดงชำมินเปียงเตมีนเส้นบุ้งเขียมแจตะดำเตากันบานปลายหู ក្នុងប្រទេសកម្ពុជាមានប្រជាជនក្រីក្រប្រមាណជា 80% ដែលរស់នៅជនបទហើយពួកគេប្រកបរបរកសិកម្មដើម្បីជីវភាពភាគច្រើនពួកគេគឺជាកសិករខ្នាតតូចហើយពឹងផ្អែកលើកម្លាំងពលកម្មស្ត្រីជាចម្បងដោយសារតែទំហំផ្ទៃដីផលិតតូចនិងកង្វះបច្ចេកវិទ្យាដែលកសិករខ្នាតតូចភាគច្រើនខំរើបំរាស់ចេញពីភាពក្រីក្រតែនៅតែជាហានិភ័យខ្ពស់នៃការធ្លាក់មកក្រោមខ្សែបន្ទាត់ភាពក្រីក្រវិញបើមានការបំរែបំរួលតែបន្តិចបន្តួចកើតឡើងចំពោះពួកគេ So in Cambodia, at least 60% of the vegetables that you find on the market are imported from other countries, while the country has very good conditions to grow these vegetables itself. So this is a growth potential of the horticulture sector. And the high number of the women already involved in this sector, it gives an opportunity to improve the benefit distribution, especially for women and their families, if we work on improving the overall market systems. The Ministry of Agriculture, Forestry and Fisheries, with support from Switzerland, tapped into this opportunity, which led to the design of the Horticulture Value Chain project, which is being implemented in 4 provinces: Gracias, Tung Treng, Odorminche and Prevehier. This project, CHAIN, which stands for Cambodia Horticulture Advancing Income and Nutrition Project, is financed by the Swiss Agency for Development Cooperation and implemented by SNV in consortium with Swiss Contact and local partners. The project focuses on improving the income, the resilience and nutrition of small-scale farmers and small-scale processors. And we work mainly with women. In order to achieve these objectives, now the project works by understanding the potential and the problems that different players in the value chain have in playing their role that they have in the value chain. For example, now the issues of the input dealer, of the farmer itself, of the farmer groups, the trainers from public and private sector, the traders. And we focus on facilitating changes in the system through those players rather than treating specific symptoms to make sure that the gains achieved through chain can be sustained in the future. The project works in 3 ways. ការពង្រឹងសមត្ថភាពដល់កសិករនិងអ្នកកែច្នៃដើម្បីបង្កើនផលិតកម្មប្រកបដោយនិរន្តរភាពគម្រោង Chain ធ្វើការពង្រឹងប្រព័ន្ធផ្សព្វផ្សាយកសិកម្មនិងទីផ្សារដែលមានស្រាប់ដោយសហការជាមួយនឹងដៃគូរួមមានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកយើងធ្វើការពង្រឹងគុណភាពនៃការផ្ដល់ប្រឹក្សាយោបល់ដល់កសិករលើការងារកសិកម្មដោយរួមបញ្ចូលការធ្វើចំការបង្ហាញពីបច្ចេកទេសថ្មីសមស្របសម្រាប់កសិករបង្កើនផលិតភាពនិងភាពធន់ទ្រាំបច្ចេកទេសថ្មីទីគាត់ធ្វើការដាំដុះតាមទម្លាប់អញ្ចឹងគាត់មានការខាតបង់ច្រើនទៅលើពេលវេលាដាំដុះក៏ដូចជាសេដ្ឋកិច្ចខាតបង់ពេលវេលាសេដ្ឋកិច្ចហើយនិងកម្លាំងពលកម្មនៅពេលដែលគាត់ប្រើបច្ចេកទេសតាមទម្លាប់របស់គាត់កន្លងមកអញ្ចឹងយើងព្យាយាមបញ្ចូលអ្វីទាំងអស់ហ្នឹងដើម្បីកាត់បន្ថយការខាតបង់ទាំងអស់ហ្នឹងរបស់គាត់ហ្នឹងឲ្យគាត់បន្តឬក៏ដាំហ្នឹងដើម្បីធ្វើយ៉ាងម៉េចឲ្យបានបន្លែផ្គត់ផ្គង់ឬក៏នាំចេញទៅកាន់ទីផ្សារការកែច្នៃខ្នាតតូចត្រូវបានចាត់ជាប្រភពចំណូលមួយដ៏ល្អក្នុងខេត្តគោលដៅរបស់គម្រោង Chain ដូចនេះយើងគាំទ្រដល់ស្ត្រីក្នុងការពង្រីកអាជីវកម្មលើការកែច្នៃបន្លែនិងផ្លែឈើដោយមានការពង្រឹងសមត្ថភាពអំពីបច្ចេកទេសនិងជំនាញធ្វើអាជីវកម្ម
ក្រុមកែឆ្នៃនាងខ្ញុំចូលទៅខាងក្រុមកែឆ្នៃដូចជាជ្រក់តសក់ជាពោផ្អែមនិងស្វាជ្រក់ការដែលធ្វើជ្រក់នេះមានប្រាក់ចំណូលដល់ក្រុមគ្រួសារជីវភាពកូនរៀនដូចជាបង់សាលាដូចជាប្រាក់ចំណូលក្នុងក្រុមគ្រួសារដែលយកមកចំណាយក្នុងក្រុមគ្រួសារពង្រឹងសមត្ថភាពក្រុមកសិករនិងក្រុមអ្នកកែច្នៃក្នុងការកែលម្អសេវាកម្មរបស់សមាជិកក្រុមនិងការផ្សារភ្ជាប់ទៅទីផ្សារប្រកបដោយសមភាពជាការត្រឹមត្រូវណាស់ដែលយើងគាំទ្រដល់ក្រុមកសិករនិងក្រុមអ្នកកែច្នៃឲ្យមានអ្នកតំណាងសមាជិកក្រុមទទួលបានភាពជោគជ័យក្នុងការធ្វើពាណិជ្ជកម្មលើទីផ្សារក្នុងតំបន់ប្រកបដោយប្រសិទ្ធភាពដូច្នេះយើងធ្វើការជាមួយនឹងក្រុមកសិករក្នុងការកែលម្អសេវាកម្មដែលត្រូវផ្ដល់ឲ្យសមាជិកក្រុមក្នុងនោះយើងគាំទ្រពួកគេក្នុងការធ្វើផែនការអាជីវកម្មពង្រឹងស្ថាប័នភាពជាម្ចាស់ដែលជាតំណាងរបស់កសិករដូចនេះរាល់សមាជិកទាំងបុរសនិងស្ត្រីមានអារម្មណ៍ថាពួកគេមានឥទ្ធិពលនិងទទួលបានប្រយោជន៍ពីក្រុមកសិករជាងមុនយើងក៏ជួយផងដែរដល់ក្រុមកសិករក្នុងការក្លាយខ្លួនជាអ្នកប្រកួតប្រជែងដ៏ល្អនៅក្នុងទីផ្សារតាមរយៈការសម្របសម្រួលដែលមានទំនាក់ទំនងនៃការរកស៊ីរវាងក្រុមកសិករនិងឈ្មួញគម្រោង Chain គឺធ្វើឲ្យមានការប្រកាសប្រជាថាកសិករគាត់អាចផលិតបានសម្រាប់ទីផ្សារការសម្របសម្រួលឲ្យមានការយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាកម្មដល់វិស័យសាធារណៈនិងឯកជនការទទួលបានសេវាកម្មពីវិស័យសាធារណៈនិងឯកជនពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមកសិករក្នុងការបន្តភាពជោគជ័យរបស់ពួកគេនិងមានឥទ្ធិពលទៅលើកម្រិតជីវភាពនិងសុខុមាលភាពឧទាហរណ៍យើងធ្វើការជាមួយនឹងមន្ទីរកិច្ចការនារីលើការបង្កើនការយល់ដឹងពីសារៈសំខាន់នៃអាហារូបត្ថម្ភនិងតុល្យភាពនៃរបបអាហារតើកសិករត្រូវរៀបចំនិងប្រើប្រាស់សួនបន្លែរបស់ពួកគេដោយរបៀបណាដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាក្រិនក្រេសរបស់កុមារក្នុងខេត្តគោលដៅរបស់គម្រោង Chain វានៅមានក្រេះក្រិនច្រើនដោយសារពួកគាត់ចូលចិត្តញ៉ាំត្រីញ៉ាំបាយហើយមិនតែដោយសារបន្លែហ្នឹងគឺគាត់អត់ចូលចិត្តញ៉ាំទេអញ្ចឹងយើងមកហ្នឹងគឺដើម្បីបដោះបដាឲ្យម៉ែទាំងអស់គ្នាហ្នឹងដឹងពីវិធីធ្វើឲ្យកូនហូបហ្នឹងមានបន្លែអីខ្លះអញ្ចឹងណាហើយបន្លែដែលកូនគាត់មិនចូលចិត្តហូបគឺជាពពួកបន្លែដែលសម្បូរវីតាមីនអញ្ចឹងវីតាមីនទាំងអស់ដែលគាត់បោះបង់ឲ្យកូនគាត់ញ៉ាំហ្នឹងគឺគាត់ខុសហើយអញ្ចឹងណាគម្រោង Chain បានផ្សារភ្ជាប់ជាមួយនឹងក្រុមហ៊ុនក្នុងគោលបំណងផ្ដល់នូវបច្ចេកវិទ្យានិងសេវាកម្មដ៏សមស្របដែលជាតម្រូវការចាំបាច់របស់ក្រុមកសិករនិងអ្នកកែច្នៃវាជាការជួយទៅដល់ក្រុមហ៊ុនក្នុងការដាក់បញ្ចូលក្រុមកសិករគោលដៅរបស់ Chain ជាអតិថិជនដំបូងគេនិងជាការលើកទឹកចិត្តដល់ពួកគេក្នុងការបន្តផ្ដល់សេវាកម្មដល់ក្រុមកសិករនៅពេលដែលគម្រោង Chain បញ្ចប់ខ្ញុំគឺពួកខ្ញុំបានចុះទៅដល់តំបន់មូលដ្ឋានរបស់គាត់ហើយយើងត្រួតពិនិត្យតំបន់របស់គាត់ហ្នឹងថាតើគាត់គួរដាំអីយើងបែងចែកតាមប្រភេទដំណាំតាមប្រភេទក្នុងនោះដែរគឺយើងបានរៀនពីរបៀបនៃការធ្វើជីកំប៉ុស្តរៀនពីរបៀបនៃការការពារជំងឺផ្សេងៗជូនគាត់ទៅពេលហ្នឹងតែម្ដងនៅពេលដែលយើងបរៀនគាត់ឲ្យចេះពីរបៀបនៃការប្រើហើយអញ្ចឹងគឺពួកយើងបានណែនាំគាត់ឲ្យគាត់ទិញជាផលិតផលរបស់យើងទៅប្រើវិញហើយក្នុងនោះគឺមានប្រភេទជាថ្នាំជីវសាស្ត្រប្រភេទ bio fertilizer ហ្នឹងគោលបំណងរបស់គម្រោង Chain គឺបង្កើនប្រាក់ចំណូលភាពធន់ទ្រាំនិងសន្តិសុខស្បៀងរបស់កសិករខ្នាតតូចគម្រោង Chain ក្រោមការឧបត្ថម្ភថវិការយៈពេល8ឆ្នាំដោយទីភ្នាក់ងារ Swiss សម្រាប់ការអភិវឌ្ឍហៅកាត់ថា SDC ដោយរំពឹងថាគម្រោងនេះជួយសម្រួលដល់ការកើនឡើងនិងនិរន្តរភាពប្រាក់ចំណូលរបស់កសិករចំនួន 15,000 គ្រួសារនិងកសិករដាំបន្លែអាជីព 3,000 គ្រួសារហើយនិងកសិករកែច្នៃផលិតផលសាកវប្បកម្មចំនួន 1,200 គ្រួសារជាពិសេសជួយដល់ការអភិវឌ្ឍដល់កសិករខ្នាតតូចព្រោះសួនបន្លែរបស់ខ្ញុំនេះតែខ្ញុំដាំបានរក់បានអីទៅក៏បានលុយចូលដោះស្រាយក៏បានគូនរៀន
មកខ្ញុំដាំក៏ខ្ញុំថាដាំមកហូបទេចាំទៅក៏អ្នកតាមភូមិមករੂទិញទៅម្នាក់1ពឿន2ពឿនក៏ខ្ញុំដាំច្រើនទៅ